សន្ទនាភាសាចិនមេរៀនទី8ឆាពូតัวប្រហាក់ប្រហែលគ្នា almost alike ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមេរៀនទី8នៃវគ្គសន្ទនាភាសាចិនដែលខ្ញុំបានរៀបចំឡើងវិញមេរៀនទី8នេះមានចំណងជើងថាឆាពូតัวឆាពូតัวដែលភាសាខ្មែរមានន័យថាប្រហាក់ប្រហែលគ្នាalmost alike នៅក្នុងការសន្ទនានេះមានតួអង្គចំនួន2គឺជាមានន័យថាតួអង្គ A អ៊ីមានន័យថាតួអង្គ B មុននឹងចាប់ផ្ដើមសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like share និង subscribe នៅ channel របស់ខ្ញុំផងណាសូមអរគុណទុកជាមុននៅពេលនេះយើងចាប់ផ្ដើម开始学校有很多外国学生是吗？学校有很多外国学生是吗？សាលារៀនមានសិស្សបរទេសច្រើនណាស់មែនអត់ There are many foreign students in the school, isn't it? 是啊，有很多。是啊，有很多。មែនហើយមានច្រើនណាស់ Yes, there are a lot. 比本国学生还多吗？比本国学生还多吗？តើច្រើនជាងសិស្សក្នុងស្រុកទៀតឬ More than local students? 不，比本国学生少。不。比本国学生少ទេតិចជាងសិស្សក្នុងស្រុក No, less than local students 男生跟女生一样多吗男生跟女生一样多吗តើសិស្សប្រុសនិងសិស្សស្រីច្រើនដូចគ្នាទេ Are there as many male students as female students 差不多一样多差不多一样多ច្រើនប្រហាក់ប្រហែលគ្នា No, they are about the same 男生跟女生一样聪明吗男生跟女生一样聪明吗តើសិស្សប្រុសនិងសិស្សស្រីឆ្លាតដូចគ្នាទេ Are boys as intelligent as girls? 不一定，有的聪明，有的笨。不一定，有的聪明，有的笨。មិនប្រកបទេមានឆ្លាតមានល្ងង់ Not necessarily. Some are smart and some are stupid. 男生用功还是女生用功男生用功还是女生用功តើសិស្សប្រុសខិតខំរៀនឬសិស្សស្រីខិតខំរៀន Do boys or girls work harder? 他们都很用功他们都很用功ពួកគាត់សុទ្ធតែខិតខំរៀនណាស់ They all work very hard ជាបន្តទៅទៀតនេះយើងមកសិក្សាអំពីពាក្យឬក៏វាស័ព្ទវិញម្ដងពាក្យឬក៏វាស័ព្ទភាសាចិនអានថា词汇词汇ពាក្យឬក៏វាស័ព្ទ vocabulary ទី8មានន័យថាទី8 eighth 差不多មានន័យថាប្រហាក់ប្រហែលគ្នា almost alike or nearly 学校មានន័យថាសាលាឬក៏សាលារៀន school 有មានន័យថាមាន to have or to has
很多很多មានន័យថាច្រើនណាស់ many or a lot 外国外国មានន័យថាបរទេស foreign 学生学生មានន័យថាសិស្ស student 是吗是吗មានន័យថាមែនអត់មែនទេឬក៏មែនឬ isn't it sure sure មានន័យថាមែនហើយ yes or yes it is ពីជាពាក្យសម្រាប់ប្រើដើម្បីធ្វើការប្រៀបធៀប particle used for comparison 本国មានន័យថាក្នុងស្រុកក្នុងប្រទេសឬក៏ប្រទេសរបស់ខ្លួន local one's own country ហើយមានន័យថានៅឡើយឬក៏នៅអ្វីមួយ still or yet តួមានន័យថាច្រើន many or a lot 少មានន័យថាតិច less or few 不មានន័យថាទេអត់ឬក៏មិន no or not 男生មានន័យថាសិស្សប្រុស male student 女生មានន័យថាសិស្សស្រី female student 跟មានន័យថានឹងជាមួយឬក៏តាម and with or follow 一样មានន័យថាដូចគ្នា same the same as or to be like 聪明មានន័យថាឆ្លាត intelligent clever or smart 笨មានន័យថាល្ងង់ stupid or foolish 用功មានន័យថាខិតខំរៀន to study hard 用មានន័យថាប្រើប្រាស់ឬក៏ប្រយោជន៍ to use or usefulness 还是មានន័យថាឬក៏នៅតែ or still 他们មានន័យថាពួកគាត់ they តោមានន័យថាសុទ្ធតែ all សូមថ្លែងអំណរគុណសម្រាប់ការយកចិត្តទុកដាក់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាលើកក្រោយនៅមេរៀនទី9ជាបន្តទៀតក្នុងវគ្គសន្ទនាភាសាចិនជាចុងក្រោយសូមកុំភ្លេចជួយ like share និង subscribe នៅ channel របស់ខ្ញុំផងណាដើម្បីទទួលបាននូវមេរៀនថ្មីៗនិងចំណេះដឹងផ្សេងៗសូមអរគុណកុំភ្លេចចុចសញ្ញាកណ្ដឹងផងពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចធ្វើការទំនាក់ទំនងមកកាន់លោកខ្ញុំផ្ទាល់តាមរយៈបណ្ដាញសង្គមខាងក្រោមដើម្បីទទួលបាននូវមេរៀនឬឯកសារនានាដែលពុកម៉ែបងប្អូនត្រូវការជាចុងក្រោយសូមអរគុណម្ដងទៀតសូមជម្រាបលា